សូមជូនរឿងក្មេងស្រីតូចនិងកូនទន្សាយសចូលមកដល់សាច់រឿងយើងឃើញថាមានក្មេងស្រីម្នាក់ហ្នឹងមានឈ្មោះថាស្រីពេជ្រនាងបានដើរវង្វេងនៅក្នុងព្រៃជ្រៅមួយនាងបានដើរទៅវិញទៅមកឡើងមួយថ្ងៃហើយប៉ុន្តែដើរចូលដល់ឡើងគ្មានចេញរកផ្លូវឃើញទេនៅទៅកន្លែងដដែលនាងអត់សង្ឃឹមនាងក៏បានអង្គុយយំហើយនាងគឺមានការឃ្លានជាខ្លាំងស្រីពេជ្រហើយតែនាងឃ្លានខ្លាំងពេកស្រាប់តែពេលនោះមានកូនទន្សាយសមួយបានចេញមកពីដើមឈើកូនទន្សាយសនោះចេះនិយាយផងដែរគេក៏បាននិយាយថាអេក្មេងតូចឯងមកពីណាហ្នឹងហេតុអីបានជាអង្គុយយំនៅទីនេះស្រីតូចស្រីពេជ្ររបស់យើងហ្នឹងនាងក៏បាននិយាយថាអូកូនទន្សាយតូចឯងជានិយាយដែរគឺថាខ្ញុំបានវង្វេងផ្លូវកូនទន្សាយតូចលើដូច្នេះមានការអាណិតជាខ្លាំងគេក៏បានរត់ទៅបេះផ្លែឈើជាច្រើនយកមកឲ្យនាងចាមានផ្លែឈើច្រើនមែនទេមានដូចជាប៉ោមចេកនិងទំពាំងបាយជូរជាដើមមីបកាយដើររកផ្លែឈើទៅណាអូមានក្រូចមានអីទៀតណាស្រីពេជ្រនាងពិតជាសប្បាយចិត្តជាខ្លាំងដោយសារតែការឃ្លានខ្លាំងពេកនាងក៏បានញ៉ាំផ្លែឈើទាំងអស់នោះហើយកូនទន្សាយនោះពិតជាមានចិត្តល្អខ្លាំងណាស់គេក៏បាននិយាយថាកូនទន្សាយតូចឯងចិត្តល្អខ្លាំងណាស់ខ្ញុំអរគុណឯងខ្លាំងណាស់ដែលបានបេះផ្លែឈើមកឲ្យខ្ញុំហើយកូនទន្សាយតូចក៏បាននិយាយថាមិនអីទេក្មេងតូចឯងឆាប់ញ៉ាំឲ្យឆ្អែតទៅពេលស្រីពេជ្រញ៉ាំហើយនាងក៏បានឲ្យខ្សែកមីខ្សែទៅកាន់កូនទន្សាយតូចនោះគេក៏បាននិយាយថានៅពេលដែលឯងពាក់ខ្សែកនេះហើយឯងទៅដល់ទីណាក៏ដោយឯងកុំដោះវាចេញណាដើម្បីឲ្យខ្ញុំស្រួលចំណាំឯងព្រោះថាក្នុងព្រៃមានទន្សាយច្រើនណាស់ខ្ញុំមិនដឹងថាមួយណាជាឯងទេកូនទន្សាយតូចវាក៏បាននិយាយថាអូយខ្សែកនេះស្អាតខ្លាំងណាស់តើវាជាពេជ្រមែនទេបើមិនជាពេជ្រខ្ញុំនឹងយកវាទៅលក់ស្រីពេជ្ររបស់យើងក៏បាននិយាយកំ pl ែងទៅវិញថាពេជ្រក៏បានយកអីនេះគឺជាកលៃទេឯងយកវាទៅចាប្រងដាក់មាត់ទន្សាយស៊ីហ្នឹងតែប៉ិតមិនមែនទេគេថាគេពាក់ឲ្យទន្សាយតាស្អែកឡើងកូនទន្សាយកំពុងតែដើរសុកស្រាប់តែមានព្រានព្រៃដេញបាញ់វាហើយបាញ់វាត្រូវជើងចៃដន្យពេលនោះវាភ័យខ្លាំងពេកក៏បានរត់ទាំងឈឺអត់ដឹងតែខ្លួនឯងនឹងកំពុងជាប់ព្រួយអញ្ចឹងទេដោយសារតែឈឺចុកចាប់ខ្លាំងពេកកូនទន្សាយរត់ផងដួលផងពេញតែនឹងដែរប៉ុន្តែហេតុតែចង់រស់បន្តគេខំប្រឹងរត់ទៅមុខទៀតក៏បានចូលទៅដល់ក្នុងភូមិអ្នកស្រុកហ្មងកូនទន្សាយវាមានការឈឺចាប់ជាខ្លាំងវាក៏បានទុនជើងដួលម្ដងទៀតពេលនោះដែរចៃដន្យអីស្រីពេជ្រគេកំពុងតែរត់លេងគេក៏បានមកជួបជាមួយនឹងកូនទន្សាយហើយគេក៏បាននិយាយថាអេគឺជាឯងមែនទេនេះគឺជាខ្សែកដែលខ្ញុំឲ្យឯងខ្ញុំចាំវាបានច្បាស់ណាស់កូនទន្សាយក៏បាននិយាយថានឹងហើយគឺជាយើងអូយើងសប្បាយចិត្តណាស់ដែលបានជួបឯងម្ដងទៀតស្រីពេជ្រឯងសុខសប្បាយទេចាសួរគេអត់មានខ្វល់ពីខ្លួនឯងកំពុងឈឺជើងទេស្រីពេជ្រក៏បានព្យាបាលកូនទន្សាយនោះហើយមិនឲ្យវាចូលព្រៃវិញទេក៏បានរាប់អានវាធ្វើជាមិត្តគឺថាយកទន្សាយនឹងចិញ្ចឹមនៅផ្ទះហ្មងស្រីពេជ្រស្រឡាញ់ទន្សាយនឹងខ្លាំងណាស់ទៅណាក៏យកទៅតាមដែរដូច្នេះពួកគេទាំងពីរក៏បានក្លាយទៅជាមិត្តភក្តិល្អជាមួយនឹងគ្នារឿងនេះបញ្ជាក់ថាធ្វើល្អបានល្អអ្នកទាំងអស់គ្នាកុំគិតថាធ្វើល្អបានអាក្រក់អីណាបើសិនជាធ្វើល្អបានអាក្រក់ខ្ញុំក៏មិនដឹងថាធ្វើមិនដែរពេលនេះស្រីពេជ្រកំពុងតែបីកូនទន្សាយរបស់យើងទៅផ្ទះវិញដោយសារតែមេឃវារសៀលដែរហើយកូនទន្សាយសប្បាយចិត្តណាស់ដែលឮថាស្រីពេជ្រនឹងនាំទៅផ្ទះរបស់នាងដោយសារតែស្រីពេជ្រយកនាងមកលាក់នៅទីនេះច្រើនថ្ងៃហើយនាងមិនហ៊ានយកវាចូលទៅក្នុងផ្ទះនោះទេពេលនេះវាសម្រេចចិត្តថានាំទន្សាយទៅផ្ទះហើយ